សូមស្វាគមន៍មកកាន់ Channel និទានរឿងខ្មែរសូមជូនរឿងចៅសុកនិងចៅសៅកាលពីព្រេងនាយមានបងប្អូនពីរនាក់ជាកូនកំព្រាឪពុកម្ដាយបងឈ្មោះចៅសុកជាមនុស្សឧស្សាហ៍ព្យាយាមចូលចិត្តធ្វើការនិងមានភាពស្មោះត្រង់ចំណែកឯប្អូនឈ្មោះចៅសៅជាមនុស្សខ្ជិលច្រអូសចូលចិត្តដេកស៊ីនិងរអ៊ូរទាំថ្ងៃមួយចៅសុកបានទៅកាប់អុសក្នុងព្រៃហើយក៏បានជួបនឹងលោកគ្រូមហាឥសីម្នាក់កំពុងតែដេកឈឺចៅសុកមានចិត្តមេត្តាក៏នាំឥសីទៅថែទាំរហូតជាសះស្បើយគ្រូមហាឥសីសប្បាយចិត្តជាខ្លាំងនឹងទឹកចិត្តដ៏ល្អរបស់ចៅសុកក៏ជូនពរនឹងប្រគល់ពូថៅទិបឲ្យមួយពូថៅទិបនោះអាចកាប់ឈើដោយខ្លួនឯងហើយបដូរទៅជាមាសប្រាក់បានចៅសុកក៏លែងនឿយហត់ហើយខ្លាចជាអ្នកមានដោយការឧស្សាហ៍និងចិត្តល្អរបស់ខ្លួនពេលចៅសៅដឹងរឿងនេះក៏មានចិត្តលុបលន់និងច្រណែនគេក៏ទៅក្នុងព្រៃហើយរកមើលគ្រូមហាឥសីនោះដែរចៅសៅក៏បានជួបជាមួយនឹងគ្រូមហាឥសីម្នាក់ទៀតកំពុងដេកឈឺដូចគ្នាចៅសៅក៏ធ្វើពុតជាថែទាំតែធ្វើដោយចិត្តមិនស្មោះនិងប្រញាប់ប្រញាល់ចង់បានពរជ័យគ្រូមហាឥសីដឹងនៅទឹកចិត្តលុបលន់របស់ចៅសៅក៏ធ្វើជាប្រគល់ពូថៅទិបឲ្យមួយតែពូថៅនោះមិនបានប្រាប់ថាអាចបដូរជាមាសទេវាគ្រាន់តែកាប់ឈើដោយខ្លួនឯងចៅសៅបានយកពូថៅនោះទៅដល់ផ្ទះហើយឲ្យពូថៅនោះកាប់ឈើតែពូថៅនោះបែរជាកាប់ផ្ទះរបស់គេកាប់ដំបូលកាប់អ្វីគ្រប់យ៉ាងដែលជារបស់ចៅសៅហើយចៅសៅមានការភិតភ័យជាខ្លាំងក៏បោះពូថៅទិបនោះចោលហើយរត់ទៅរកចៅសុកឲ្យជួយចៅសុកក៏ជួយប្អូនឲ្យរួចផុតពីទុក្ខលំបាកចៅសុកដែលជាបងក៏បានជួយប្អូនឲ្យរួចផុតពីទុក្ខលំបាកហើយបងប្អូនទាំងពីរក៏បានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខតាំងពីពេលនោះមកមេរៀនអប់រំអំពីរឿងនេះទ្រព្យសម្បត្តិនិងភាពជោគជ័យកើតឡើងដោយសារតែភាពឧស្សាហ៍ព្យាយាមស្មោះត្រង់និងចិត្តល្អភាពខ្ជិលច្រអូសនិងការលុបលន់មិនអាចនាំឲ្យនៅលទ្ធផលល្អបានឡើយ